ខ្ញុំប្រកាសណាសូមនមស្ការចំពោះព្រះរតនត្រ័យមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃជាទីពឹងជាទីរលឹកដោយសេចក្តីគោរពសូមធ្វើនមស្ការចំពោះព្រះមហាថេរៈគ្រប់ព្រះអង្គធ្វើសេចក្តីរាប់អានចំពោះលោកអ្នកមានអាយុចម្រើនពរចំពោះពុទ្ធបរិស័ទតាមបណ្ដាទិសទីនានាដែលបានកំពុងទស្សនានិងស្ដាប់នៅក្នុងឱកាសនេះក្នុងវេលានេះខ្ញុំគណៈអាត្មាភាពលើកយកនៅព្រះវិន័យមកសម្ដែងដើម្បីប្រគេនព្រះថេរានុថេរៈដើម្បីចែកជូនដល់ញោមញាតិជាពុទ្ធបរិស័ទបានព្រះសន្តាប់និងស្ដាប់ជាបន្តនៅក្នុងនេកវៈសិក្ខាបទទី6នៃបទបញ្ចរិយរបស់ពួកភិក្ខុនីនៅក្នុងសិក្ខាបទនេះខ្ញុំប្រកាសណាបានសិក្សាអំពីនេកវៈហ្នឹងគឺបានយល់ដឹងអំពីកតិនៃការអប់រំដែលព្រះសម្មាសម្ពុទ្ធព្រះអង្គបញ្ញត្តិសិក្ខាបទប្រពជាមួយនឹងពនាងថលអនន្ទាភិក្ខុនីញាតិញោមពុទ្ធបរិស័ទព្រះថេរានុថេរៈព្រះនាងថលអនន្ទាភិក្ខុនីនេះនៅក្នុងភិក្ខុនីវិភាំងព្រះសម្មាសម្ពុទ្ធលោកក៏បញ្ញត្តិសិក្ខាបទដោយសារតែពនាងថលអនន្ទាហ្នឹងច្រើនដែរញាតិញោមណាถัดមកនៅក្នុងសិក្ខាបទនេះក៏ប្រពជាមួយនឹងនាងថលអនន្ទាដែរព្រះនាងថលអនន្ទាគឺមានចិត្តចង្អៀតណាញាតិញោមណាមិនចង់ឲ្យភិក្ខុណាបាននៅលៀបសក្ការៈទេណាព្រះនាងថលអនន្ទាភិក្ខុនីហ្នឹងគឺមានចិត្តចង្អៀតមែនទែនបើលៀបបំរុងកើតមានជាមួយនឹងភិក្ខុនីរូបណាអង្គណាគឺព្រះនាងថលអនន្ទាលោកអត់សบายចិត្តលោកអត់ពេញចិត្តលោកព្យាយាមរារាំងលៀបហ្នឹងកុំឲ្យកើតឡើងនៅក្នុងសិក្ខាបទហ្នឹងដែលធ្វើឲ្យខ្ញុំកណាអាត្មាសិក្សាបានអំពីបុគ្គលពួកខ្លះនៅក្នុងលោកយើងហ្នឹងញាតិញោមបងមនុស្សមួយចំនួនគឺមានចិត្តចង្អៀតអញ្ចឹងណាកាលដែលមានចិត្តចង្អៀតចង្អល់កើតឡើងតាមភាសាធម៌ពុទ្ធហ្នឹងគេហៅថាអ៊ីសាណាចំណែនបែនទាការចំណែនបែនទានេះគឺបើយើងសម្គាល់មើលបុគ្គលមួយចំនួនដែលមានការចំណែនបែនទាហ្នឹងគឺវាពាក់ព័ន្ធទៅនឹងគិតក្រែងលោកគេវាប្រសើរជាងខ្លួនវាមានកិត្តិយសជាងខ្លួនស្អាតខ្ពង់ខ្ពស់មានញាតិមានបរិវារអីច្រើនជាងខ្លួនអញ្ចឹងក៏កើតនៅចិត្តចំណែនបែនទារហូតដល់ទៅឈានដើម្បីនឹងកាត់លៀបសក្ការៈរបស់បុគ្គលដទៃណាមែនតើបុគ្គលពួកនេះគឺសន្សំពូចង្អៀតចង្អល់ហ្នឹងពីអតីតជាតិមកមិនមែនមានតែត្រឹមបច្ចុប្បន្នទេការប្រព្រឹត្តរឿងការកាត់លៀបការធ្វើឲ្យវិនាសប្រយោជន៍របស់បុគ្គលដទៃវាក៏កើតឡើងពីណារឿងប្រាថ្នាសេចក្តីសុខអានឹងយើងអាចនិយាយបានបុគ្គលមួយពួកនោះគឺចង់បានសុខតែមិនចេះកសាងសេចក្តីសុខអត់ចេះចែករំលែកសេចក្តីសុខឬក៏ភាសាខ្មែរយើងគេថាសោយសុខលើកំណើតទុក្ខរបស់អ្នកដទៃត្រង់ចំណុចនឹងហើយបានជាព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិនៅសិក្ខាបទហ្នឹងបើសិនជាសាវករបស់ព្រះអង្គភិក្ខុឬក៏ពួកភិក្ខុនីបើតែមាន
ការធ្វើខាត់បងនៅលៀបអន្តរាយនៅលៀបសក្ការៈរបស់ភិក្ខុនីផងគ្នានឹងគឺត្រូវនៅអាបត្តិណាយើងមើលនៅក្នុងសង្គមបច្ចុប្បន្នជាសង្គមដែលបរិបូរទៅដោយអំពើអាក្រក់3ណាលោភៈទោសៈនិងមោហៈទី1គឺចិត្តលោភលួនកាលណាតែមានចិត្តលោភលួនកើតឡើងមនុស្សនឹងគឺប្រព្រឹត្តនៅអកុសលកម្មអំពើថោកទាបអំពើអន់ថយអំពើទុច្ចរិតផ្សេងដើម្បីបំពេញនៅចំណង់គឺចិត្តលោភរបស់ខ្លួនឯងបន្ទាប់មកទោសៈនេះគឺការប្រកាន់ខឹងចិត្តខឹងក្រោធចងគំនុំអ្នកនេះចងគំនុំអ្នកនោះហើយព្យាយាមធ្វើឲ្យគេដល់នៅទុក្ខទោសខាតនៅលៀបសក្ការៈជាដើមណានិងទី3គឺមោហៈល្ងងសេចក្តីល្ងងនេះហើយបានរុញច្រានមនុស្សឲ្យធ្លាក់ទៅក្នុងទីថោកទាបទីអន់ថយអស់អាយុទៅកើតនៅក្នុងអបាយភូមិទៀតញាតិញោមចឹងសូមចម្រើនពរញោមញាតិថាចិត្តចំណែនកើតឡើងជាមួយនឹងញាតិញោមពេលណាគឺញាតិញោមបាត់បង់សេចក្តីសុខខ្លួនឯងហើយសេចក្តីចំណែនកើតឡើងនឹងបុគ្គលណាបុគ្គលនោះប្រៀបបីដូចជាយកភ្លើងដុតខ្លួនឯងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងភ្លើងដែលឆេះអោសណារមែងកំតិចនៅអោសនោះចេកដែលវាចេញត្រយងរមែងសម្រាប់ដើមឫស្សីដែលវាចេញផ្ការមែងសម្រាប់ដើមរបស់វាច្រេះដែលកើតឡើងអំពីដែកណាវារមែងស៊ីនៅដែកនោះវិញនេះបុគ្គលដែលកើតចិត្តច្រណែនបែនទាអានឹងទុកដូចរំលាយខ្លួនឯងអញ្ចឹងណាប្រាថ្នាគិវនីគឺខ្លួននេះខ្លួនឯងនេះជាអ្នកដល់នៅសេចក្តីវិនិច្ឆ័យមុនអ្នកណាទាំងអស់ណាសំដែងមកដល់ចំណុចតំណឹងខ្ញុំកណាអាត្មាភាពភ្ជាប់មកនឹងសិក្ខាបទទី6ដែលពាក់ព័ន្ធនឹងរឿងកាត់លៀបសក្ការៈការចំណែនហ្នឹងសម័យកាលមួយព្រះសម្មាសម្ពុទ្ធព្រះអង្គគង់នៅវត្តព្រះជេតពុនដោយខ្ញុំកណាអាត្មាលើកពីម្សិលមិញដែរក្នុងកាលគ្រានោះមានតកូលមួយញាតិញោមជាអ្នកទំនប់បំរុងនៅពនាងថលនន្ទាភិក្ខុនីដែលគេហៅនៅក្នុងសម័យព្រះសម្មាសម្ពុទ្ធនឹងហៅថាឧបថាចឹងតកូលនឹងគឺទំនប់បំរុងតែពនាងថលនន្ទាភិក្ខុនីនៅក្នុងសម័យថ្ងៃនោះពួកត្រកូលនឹងនិយាយពាក្យសម្ដីទៅជាមួយនឹងពនាងថលនន្ទាភិក្ខុនីថាងបបិទ្ធលោកម្ចាស់ពួកយើងខ្ញុំបកណាទាំងអស់ហ្នឹងមានចិត្តចង់ប្រគេនថ្វាយនៅចីវរដល់ភិក្ខុនីសង្ឃណាគ្រាន់តែឮប៉ុណ្ណឹងថលនន្ទានឹកគិតថាគ្រូសាហ្នឹងគេធ្លាប់តែទំនប់បំរុងអាត្មាអញធ្លាប់តែភ្យងផ្ដើមអាត្មាអញអ្វីកើតឡើងជាមួយនឹងអាត្មាអញហើយតកូលហ្នឹងមានចិត្តកើតឡើងជាមួយនឹងភិក្ខុនីសង្ឃហើយមុខតលៀបហ្នឹងខាតបង់ជាមួយអាត្មាអញកើតចិត្តខឹងជាមួយនឹងពួកភិក្ខុនីសង្ឃកើតចិត្តចង្អែនជាមួយនឹងពួកភិក្ខុនីសង្ឃហ្នឹងហើយដែលគេហៅថាបុគ្គលអាត្មានិយមណាមិនចង់ឲ្យអ្នកណាបានអីទេឲ្យតែអាត្មាអញបានទៅវាគ្រប់ហើយណាចឹងពនាងថលនន្ទាហ្នឹងក៏លោកនិយាយទៅកាន់ពួកតកូលថាអូញោមញាតនឹងមានកិច្ចការងារច្រើនណាស់
tích thương đi tích thương nô cứ miền càng nghe để trời thương nó tràn sọc bẹp sọc vàng dây hạt phò nó đôi thà thương mất ở kia vua sọp luôn này vậy thành nhôm là vua bẹp này ó bạch bạc kia này nè bạch bạc kia nữa nè điệp rọp từ hạt phò chẳng đi chẳng nô có thương là liệp nắng ao ăn đài từ liệp cứ chỉ vô đây là crom nhiệt nâng kỳ prong bạc kia từ bị khẩu này sang nâng sát từ tu bên nắng á lớn với che te bọt cầu lục thạ nấy bên điên thôi lại nằm tì bị khẩu này nắng mình đâu từng on hắn co chập đàm po trúc tê đi bên điên thôi lại nằm tì bị khẩu này thà bên điên thôi lại nằm tì bị khẩu này nó cứ phơi áo ấy từ câu là bọt phụ quạt nó khát liệp pi nè khát phô kẹt không phải cho bọn ấy háo khát tiệc bon của sò tiền phụ quạt ban đông hay cơ thể bà sân chỉ dưỡng bàn bậc kiên chơi vô đào phụ khẩu này xong rúi chứ hay phượng bàn chẹp tiền lớn dương bắt bong trộm xem tới có phần này dương có bàn thử bòn rúi tục chỉ tì bằng này có phần này đại xa tại thôn làm tiệp khẩu này đó á bàn chỉ thừa dương bắt bong được bòn rứa có khát được phụ kẹt xung bạt đằng ảnh nơi nông sớm mai cao nú phụ khẩu này từng lại lúc bàn lư bịa rồi bỏ bột bò sạch nâng cái tè điền trong phụ khẩu này để lúc miền sài phạt tách co chập đàm bột tốt tè điền và tàu và ạp thà thọ là nón tia phụ khẩu này nâng mình xăm bay ba nâng phơ nứ chơi vô liệp rồi bỏ nặng rồi bỏ xong nâng ai ăn rai từ thì rương nâng còn lư chốt chiếp từ đó presma samput nè vợ ông tra xua từ phụ bị khâu nè vợ ông tra xua từ phụ bị khâu nấy có riêng rộp tha rương nâng cư bất mẹn thôi là non tiền nâng bàn thưa ở anh ta rai nữ chơi vô chỉ liệp rồi bỏ cắt nạ bị khâu này nâng bật bật mẹn pre sama samput có truông pol tô tè đi bận tô thà mình yêu bị khâu tương lai thôi là non tiền bị khâu này nâng mình xăm bay bờ nâng phơ nơi chơi vô đại chỉ liệp rồi bỏ cắt nạ này bị khẩu này sáng nâng ở ăn trái từ thì hắn và ông trung tra sớm nay thà tung vừa bài nâng việt phơ ở một bò sát để kì chẹt là rùi nâng kì thôi chẹt là từ mình hai bộ cô nam mui đài là mình toàn cao nơi đây chẹt lá còn nâng mình miền ngay đáy cao cả chẹt là từ bản thì từ presma samput pa ông trung bạch nhạt nơi sự khả bọt ông tra sớm nay thì mình yêu bị khẩu tương lai bị khẩu này tương lai trôi sớm nay là nơi sự khả bọt này dường này thả bị khẩu này là mùi thưa chơi vô chỉ liệp rồi bọc cẩn nặng này bị khẩu này sáng oi on trai từ trai ở bát bài chật diện nơi nông sự khả bọt nắng lô bình du chơi vô nắng sớm nay đòi chơi vô của mùi vàng đòi tôi bằng phót cứ chơi vô đáy ai bị cặp bằng tụ bàn chơi vô na đại bị cặp bằng tụ bán vì khẩu này na mùi thuê ăn rai liệp chơi vô rồi bỏ cân nặng vì khẩu này nú tới ở bát bài cho chị nhông cân nặng hòa phía bàn lược hỏi tiện thường mình chơi vô của mũi đôi nơi nông sự hạ bọt mùn nè nhận nhung có ai tập lọp sắc xa bàn miền sầm puột thuê pi sầm bộ trừ chạy đàm nắng đây trong cái nát mà phía bànปูđiệp rọp hải bậc ca mũi tiết sào bà sân chia bị khẩu này rúp nà ong nà mùi vừa ỏi liệp rồi bọc bị khẩu này ăn đài mình men chia chi vô miền này thà rọp tới vì chữ krương bậc ca đặt tây tại sco tực mông tực bờ bạt rứ có bậc ca xây tiệt vừa ăn đài nè bị khẩu này chả bị pi rúp bay rúp nắng cứ bị khẩu này rúp núng trời nứ bắt tụ cột anh đang chơi vô đại ở sông tu bọt cá đại mình mến chia chơi vô
ប្រសិនបើភិក្ខុនីរូបណាមួយធ្វើឲ្យអន្តរាយនៅលៀបជាជីវររបស់អនុបសម្បណ្ណាមិនមែនភិក្ខុនីទេសំដៅដល់សាមណេរសាមណេរីនាងសិក្ខាមាណាណាឧបាសិកាឲ្យអន្តរាយភិក្ខុនីរូបនោះត្រូវអាបត្តិទុគតហ្នឹងនៅក្នុងសិក្ខាបទហ្នឹងដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់បញ្ញត្តិឡើងអាណាបត្តិនៅក្នុងសិក្ខាបទហ្នឹងរាប់ទៅជាវិរៈមាន3វិរៈដែលភិក្ខុនីប្រព្រឹត្តទៅអត់មានត្រូវទោសទី1គឺភិក្ខុនីសម្ដែងនៅអានិសង្ឃណាសម្ដែងនៅអានិសង្ឃហើយហាមឃាត់ចឹងនៅក្នុងសេចក្តីហ្នឹងលោកបញ្យល់ញាតិញោមពាក្យថាសម្ដែងអានិសង្ឃហើយហាមឃាត់ហ្នឹងមានន័យយ៉ាងម៉េចនៅក្នុងប្រតិកថាលោកបញ្យល់គឺភិក្ខុនីពោលទាំងអ្នកទាំងឡាយបងអង្គចាំសិនណាព្រោះឥឡូវហ្នឹងសម្ពួតហ្នឹងវាថ្លៃពេកណាហើយប្រហែលជា2ឬក៏3ថ្ងៃខែឬក៏កន្លះខែទៀតអាហ្នឹងវាដល់រដូវសម្ពួតហ្នឹងក៏មានតម្លៃសមគួរនឹងគឺអ្នកទាំងអស់គ្នានឹងអាចធ្វើប្រគិនលោកទៅវាកាត់បន្ថយការចំណាយនេះការពោលពីអានិសង្ឃបែបហ្នឹងហើយធ្វើការហាមឃាត់ភិក្ខុនីនឹងមិនត្រូវអាបត្តិទេនេះសូមមើលបន្ទាប់មកចំណុចទី2គឺភិក្ខុនីឈួតហើយនឹងទី3ភិក្ខុនីដើមបញ្ញត្តិព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់សម្ដែងញាតិញោមកលេចមកនៅក្នុងសិក្ខាបទហ្នឹងញាតិញោមបានយល់អំពីថលនន្ទាភិក្ខុនីដែលកាត់លៀបសការៈគេបែបហ្នឹងឈ្មោះថាកាត់លៀបសការៈខ្លួនឯងខាត់គេបែបហ្នឹងបាត់បង់សេចក្តីសុខគេបាត់បង់ហើយឈ្មោះថាខ្លួនឯងហ្នឹងបាត់បង់សេចក្តីសុខមុនអ្នកដទៃទៅទៀតសូមចម្រើនពរសូមអនុមោទនា